ជំរាបសួរបងប្អូនទាំងអស់គ្នានឹងខ្ញុំសូមចែករំលែកអំពីការកែតម្រូវ Office Supply នៅក្នុងប្រព័ន្ធ QuickBooks ព្រោះមិញហ្នឹងគឺយើងបានមើលឃើញប្រព័ន្ធដៃរួចហើយអញ្ចឹងតើប្រព័ន្ធ QuickBooks គេចុះរបៀបម៉េចហើយមានឯកសារអី support ខ្លះសូមទស្សនាវីដេអូខាងក្រោមដូចតទៅចាយើងដឹងស្រាប់ហើយនៅពេលដែលយើងទិញ Office Supply ដូចជា Big ក្រដាសសៀវភៅអីហ្នឹងគឺមាននៅក្នុងវិក័យប័ត្រដែលគេហៅថា invoice ហើយទឹកប្រាក់នៃប្រភេទនីមួយៗហ្នឹងថាយើងចាយអស់ប្រមាណអញ្ចឹងនៅពេលដែលយើងទិញចូលមកមាន invoice មាន quotation មានអីមានការសញ្ញេអស់ហើយបានទូទាត់ជាសាច់ប្រាក់សុទ្ធអញ្ចឹងនៅចុងគ្រានៅថ្ងៃនៅពេលដែលចុងគ្រាគឺយើងបញ្ជីយើងរាប់ហើយយើងរាប់របស់ហ្នឹងនៅសល់អីខ្លះហើយជាមួយនឹងឯកសារជាក់ស្ដែងដែលយើងឲ្យទៅបុគ្គលិកជាសភៅដែលមានការសញ្ញេថាអ្នកណាខ្លះយកទៅប្រើប្រាស់ខ្លះហើយសល់ប្រមាណហើយទឹកប្រាក់នៅសល់ប្រមាណជាក់ស្ដែងអញ្ចឹងយើងមើលឃើញថាគឺយើងបានប្រើប្រាស់អស់ចំនួន$600ហើយគឺជាតារាងដែលអ្នកគ្រូឧទាហរណ៍ឲ្យមើលមួយដែលជាប្រភេទដែលយកមកប្រើប្រាស់ជា Office Supply អញ្ចឹងឧទាហរណ៍ថាថ្ងៃ1ខែ1ឆ្នាំ2025ហ្នឹងគឺយើងទិញជាប្រភេទក្រដាសរាម200ដុំថាមួយដុំ200ដុំចាយលុយអស់$1000អញ្ចឹងចុងគ្រានេះយើងរកឃើញថាយើងប្រើប្រាស់អស់120ដុំហើយ120ដុំគឺអស់$600$600អញ្ចឹងយើងនៅសល់80ដុំទៀតតែគេហៅថានៅសល់$400ទៀតដើម្បីប្រើប្រាស់បន្តយើងភ្ជាប់ជាមួយនឹងរដ្ឋជាក់ស្ដែងជាមួយនឹងឯកសារហើយគឺយើងយកឯកសារហ្នឹងយើងទៅធ្វើការកែតម្រូវនៅក្នុងប្រព័ន្ធ QuickBooks ជាយើងចុះនៅក្នុង Journal គឺយើងមាន Journal Watcher book នេះយើងចូល Company Make General Journal Entry ទៀតច្បាស់ថាគេចុះជាក់ស្ដែងមិនចាអញ្ចឹងយើងរើសថ្ងៃខែមុនគេថ្ងៃទី1ខែ1ឆ្នាំ2025គឺប្រភេទយើងចុះមក Office Supply ជាប្រភេទ Current Asset ដែលយើងបានទិញអស់$1000ជាសាច់ប្រាក់សុទ្ធ$1000នៅខាង Credit $1000ដូចគ្នាបន្ទាប់មកនៅចុងគ្រាចុង31ខែ12ឆ្នាំ2021យើងរកឃើញថាយើងបានប្រើប្រាស់អស់ចំនួន$600ហើយអញ្ចឹងយើងចូលមក Office Supply ដែលជាប្រភេទ Expense នេះប្រភេទចំណាយនេះ$600យើងយកមកកាត់កងជាមួយនឹង Office Supply ដែលជាប្រភេទ Current Asset នេះ$600អញ្ចឹងវានៅសល់$400ទៀតយើងចុះក្នុង Journal យើងមានភ្ជាប់ Journal Watcher ជាមួយនឹងឯកសារដែលយើងនៅក្នុងតារាង Excel ហើយនឹងរាប់ជាក់ស្ដែងដែលមានសញ្ញេចូលទៅឲ្យមេគាត់សញ្ញេ Save Close New បន្ទាប់មកយើងចូលមើលនៅក្នុងរបាយការណ៍ Journal យើងចូល Report Accounting Journal Entry ឃើញទេ Debit Credit ដូចគ្នាណាយើងចុះហើយនៅពេលដែលយើងចង់ដឹងថាជាដំបូងគឺយើងចូលក្នុង Company and Finance Balance Sheet យើងចូលមើលនៅក្នុងហ្នឹងគឺយើងឃើញហើយនេះដំបូងឡើង Office Supply យើងឯងនៅសល់$400ទៀត Office Supply ជាប្រភេទ Big ក្រដាសសភៅអីហ្នឹងគឺនៅសល់ចំនួន$400ទៀតហើយយើងចូល Report Company and Finance ចូល Profit and Loss ឃើញយើងមើលឃើញ Office Supply ដែលជាប្រភេទចំណាយគឺយើងប្រើប្រាស់អស់$600បងប្អូនទាំងអស់គ្នាដើម្បីកាន់តែជាច្បាស់និងទទួលបានចំណេះដឹងអំពីការកត់ត្រាបញ្ជីគណនេយ្យនិងរៀបចំបញ្ជីគណនេយ្យសូមកុំភ្លេចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ឬតាមរយៈ Facebook Page AFT Center កុំភ្លេចចូលទៅក្នុង website រឹតតែពិសេសទៀត aft.center.com ឬទំនាក់ទំនងតាមលេខទូរស័ព្ទ068 79 7000ឬ016 38 7000ចាអរគុណ